បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមលើកយកពីរបៀបនៃការដាក់លេខរៀងទំព័រឬក៏ page number ណាឲ្យខុសគ្នាលើសៀវភៅឬក៏របាយការណ៍ងាររបស់យើងចឹងតើតើជាមួយការធ្វើសៀវភៅឬរបាយការណ៍ការងារដែលយើងអាចនិយាយថាយើងធ្វើច្រើនស្លឹកណាយើងតែងតែដាក់លេខរៀងទំព័រដើម្បីងាយស្រួលក្នុងការមើលថាទំព័រទីប៉ុន្មានអត្ថន័យត្រង់ណាហ្នឹងទៅចឹងតើតើជាមួយការដាក់លេខរៀងឥឡូវខ្ញុំមានជាមួយនឹង file មួយដែលខ្ញុំបានរៀបចំចំនួន3សន្លឹកឬថា3 page ចឹងសម្រាប់ page ទី1គឺយើងធ្វើជាក្របសៀវភៅចឹងក្របសៀវភៅគឺយើងអត់ដាក់លេខរៀងណាហើយជាមួយ page ទី2ឬក៏ស្លឹកទី2គឺយើងដាក់ជាមួយមេត្តានៅក្នុងមេត្តានេះខ្ញុំចង់រៀបវាជាលេខប្រភេទថារ៉ូម៉ាំង1 2 3ហ្នឹងទៅហើយសម្រាប់ស្លឹកទី3ឬក៏ចាប់ដើមនៃសាច់តន័យរបស់យើងដែលយើងមានមេរៀនទី1ចឹងតើតើជាមួយមេរៀនទី1ខ្ញុំចង់រៀបជាមួយ page number ឲ្យទៅជាលេខ1 2 3អញ្ចឹងតើតើជាមួយការធ្វើឥឡូវនេះយើងឈរទៅកាន់ជាមួយនឹងស្លឹកទី2ក៏បានទី1ក៏បានឥឡូវខ្ញុំចូលលើទី2បន្តទៀតយើងចូលទៅកាន់ layout នៅក្នុងនេះគឺមានជាមួយនឹងគេហៅថា layout group ឬក៏ page setup របស់យើងណាយើងយកទៅកាន់កន្លែងខាងក្រោមនេះ apply to យើងយកពាក្យថា this point forward បន្តទៀតយើងចុច OK ត្រង់ចំណុចនេះយើងចង់ចែកជា section ណាយើងអាចប្រើតាមវិធីសាស្ត្រនេះក៏បានយើងចូលទៅកាន់ header ឬចុចទៅកាន់ header ពីរដងមកហើយយើងឃើញនេះស្លឹកទី1នេះគឺ header section 1ហើយស្លឹកទី2គឺ header section 2អញ្ចឹងត្រង់ចំណុចនេះយើងបានបែងចែកជាពីរ section ដែរប៉ុន្តែត្រង់ចំណុច page ទី3page ទី3វានៅក្នុង header section 2ដដែលអញ្ចឹងយើងអាចថាដាក់វាជា header section 3មួយទៀតមកអញ្ចឹងកន្លែងនេះខ្ញុំចូលទៅកាន់ស្លឹកទី3បន្តទៀតយើងចូលទៅកាន់ layout នៅត្រង់ page setup ដដែលយើងយក this point forward ហើយចុច OK តោះឥឡូវយើងទៅមើល header របស់យើងម្ដងទៀតអូខេអញ្ចឹង header របស់យើងគឺ1 2 និង3ឥឡូវពេលដែលយើងបានបែងចែក section ឬក៏ដាក់ប្រាច់វាហើយណាយើងចូលទៅកាន់ insert page number របស់យើងមកតោះ insert page number ខ្ញុំដាក់នៅខាងក្រោមស្លឹកការងាររបស់យើងហើយយកម៉ូដមកនេះអូខេនេះគឺ page number របស់យើងឥឡូវខ្ញុំ break font ធំបន្តិចដើម្បីងាយស្រួលក្នុងការមើលអូខេអញ្ចឹងនេះគឺស្លឹកទី1 page ទី1 page ទី2 page ទី3បានន័យថានៅក្នុងក្របសៀវភៅគឺយើងអត់ដាក់ page number ណាយើងត្រូវលុបអញ្ចឹងក្នុងការលុបយើងអាចចូលទៅកាន់ជាមួយនឹង footer ឬក៏ page number របស់ទី2គោលបំណងខ្ញុំគឺខ្ញុំចង់ផ្ដាច់វាដោយសារវានៅពាក្យថា same as previous បែរថាបើសិនបើយើងលុបអាទី1ចេញអញ្ចឹងអាទី2 3នេះលុបបាត់ដែរអញ្ចឹងយើងអត់លុបអញ្ចឹងណាអញ្ចឹងកន្លែងនេះយើងចូលទៅកាន់ជាមួយនឹង footer ឬក៏ page number របស់ទី2យើងចូលលើវាមកបន្តទៀតយើងចូលទៅកាន់នេះកន្លែង header and footer ហើយនៅត្រង់ចំណុចនេះកន្លែង navigation បើសិនបើបងប្អូនពលាយើងឃើញពាក្យថា link to previous យើងលុបនឹងចេញមកមានថាដោះ tick ចេញណាអូខេតោះឥឡូវយើងដោះហើយយើងសាកចូលទៅលុបជាមួយនឹង footer របស់អាទី1អូខេឥឡូវពេលដែលយើងលុបយើងមកមើលទៅកាន់ footer ឬក៏ page number របស់ទី2ទី3ណាបែរថាវាអត់លុបដែរទេបែរថាយើងផ្ដាច់ចឹងទៅវាលុបទៅគឺអត់ប៉ះពាល់ទេឥឡូវគោលបំណងយើងគឺចង់នេះចាប់ពីស្លឹកទី2នេះគឺមេត្តាគឺយើងប្រើជាមួយប្រភេទជា roman អញ្ចឹងកន្លែងនេះយើងចូលទៅកាន់ឬក៏ឈរទៅកាន់ footer របស់វាមកយើងចូលទៅកាន់ជាមួយ header footer នឹងក៏បានមើលទៅកាន់ពាក្យថា page number យើងយកពាក្យថា format page number អញ្ចឹងត្រង់ចំណុច format នេះគឺបែរថាយើងធ្វើការយកដូរពីលេខរៀងវាទៅជាមួយនឹង roman មកតោះជាមួយពី3ហើយត្រង់ចំណុចនេះបានន័យថាប្រសិនបើយើងយក continue ជាក់ស្ដែងគឺ page វានឹងរាប់ចាប់ពីហ្នឹង page ទី2ដោយសារតែស្លឹកទី1របស់យើងគឺមាន1អញ្ចឹងយើងយក start at មកបើថាយើងដាក់វាចាប់ពី roman ទី1វិញចុច OK មកអូខេនេះយើងបានរ៉ូម៉ាំងទី1តោះឥឡូវយើងចង់រៀបជាមួយនឹងកន្លែងមេរៀនទី1នេះគឺយើងចង់ដាក់លេខរៀងថាចាប់ពីទី1ណាឥឡូវបច្ចុប្បន្នវាឈរលេខ2អញ្ចឹងអត់ត្រូវទេអញ្ចឹងកន្លែងយើងរាប់ចាប់ពី1វិញអញ្ចឹងយើងឈរទៅកាន់ជាមួយលេខរៀងឬក៏ page number របស់ស្លឹកទី3ឬក៏ section ទី3របស់យើងចូលទៅកាន់ទីតាំងដដែលយកពាក្យ format page number អូខេត្រង់ចំណុចនេះគឺយើងប្រើលេខ1 2 3ត្រូវទេប៉ុន្តែយើងទៅដូរពាក្យ start at មានថាឲ្យវារាប់ចាប់ពី1មកវិញចុច OK មកអញ្ចឹងត្រង់ចំណុចនេះយើងមើលទៅកាន់លេខរៀងរបស់យើងទី1គឺក្របសៀវភៅយើងអត់មាន page number ទេទី2គឺមេត្តាយើងមានជាមួយប្រភេទ page number ជា roman ហើយទី3គឺមេរៀនរបស់យើងគឺមានជាមួយលេខរៀង1 2 3ត្រង់ចំណុចនេះបើសិនបើបងប្អូនមានថាមាន page number ឬក៏មេត្តាថា page មេត្តារបស់យើងគឺយើងមានច្រើនស្លឹកយើងចុចបង្កើតស្លឹកថ្មីមកយើងឈរទៅកាន់ស្លឹកទី2របស់យើងណាយើងចូលទៅកាន់ insert page យក blank page បានន័យថានៅក្នុងស្លឹកទីpage ថ្មីមិនថា page ថ្មីបង្កើតវិញគឺវានឹង load ទៅកាន់ roman ទី2ដោយសារតែវាស្ថិតនៅក្នុង section ទី2អញ្ចឹង mode section ទី2មានអីវានឹងចាប់យើងមកដែរឧទាហរណ៍នៅក្នុងមេរៀនរបស់យើងត្រូវការបង្កើតឬក៏ត្រូវការសរសេរបន្ថែមទៅទេអញ្ចឹងបើសិនមកយើងចុះបន្ទាត់ក៏បានដែរ enter មក
ចឹងរាល់ស្លឹកថ្មីនេះដែលយើងមានមកគឺវានឹង load page 1 2 3ឲ្យយើងអូតូអូខេអញ្ចឹងនេះគឺរបៀបនៃការដាក់លេខរៀងទំព័រលក្ខណៈថាខុសគ្នាអានេះគឺពិសេសសម្រាប់បងប្អូនឬក៏សិស្សសាស្ត្រដែលគាត់កំពុងសិក្សាណាគាត់ត្រូវការធ្វើ assignment ធ្វើសភៅឬក៏បងប្អូនដែលគាត់កំពុងធ្វើការងារគាត់ត្រូវធ្វើការរបាយការណ៍ដែលគិតចង់រៀបជាមួយនឹង page របស់យើងឲ្យខុសគ្នាងាយស្រួលក្នុងការមើលអូខេអញ្ចឹងថ្ងៃនេះមានប៉ុណ្្នឹងទេជួបគ្នានៅវីដេអូបន្ទាប់បាទ